បាទដុំខ្មៅដូចជាដុំថ្មមួយដុំនេះបងប្អូនខ្លះក៏ស្គាល់ហើយបងប្អូនខ្លះក៏មិនស្គាល់ទេពុកម៉ែបងប្អូននេះគឺជាធ្យូងអនាម័យពុកម៉ែបងប្អូនបាទសម្រាប់ថ្ងៃនេះខ្ញុំនាំបងប្អូនឲ្យឃើញផ្ទាល់ភ្នែកបាទពុកម៉ែបងប្អូនសម្រាប់ការផលិតក៏ដូចជាម៉ាស៊ីនសង្វាក់នៃការផលិតធ្យូងអនាម័យថាគេផលិតបែបម៉េចពុកម៉ែបងប្អូនខ្លះក៏ឆ្ងល់តែមិនគេហៅថាធ្យូងអនាម័យពុកម៉ែបងប្អូនគឺធ្យូងអនាម័យជាធ្យូងមួយប្រភេទដែលដុតហើយគ្មានផ្សែងគ្មានក្លិនហើយមិនប្រឡាក់ដៃហើយសំចៃទៀតពុកម៉ែបងប្អូនហើយវាចំហេះខ្លាំងវាគ្មានការភ្លើងហើយមិនប៉ះពាល់ដល់សុខភាពពុកម៉ែបងប្អូនឥឡូវកុំចាំយូរមកខ្ញុំនាំពុកម៉ែបងប្អូនឲ្យស្គាល់អំពីសង្វាក់នៃការផលិតថាគេប្រើម៉ាស៊ីនអីខ្លះក្នុងការផលិតធ្យូងអនាម័យនេះបាទទី1គឺម៉ាស៊ីនវាយកំទេចពុកម៉ែបងប្អូនម៉ាស៊ីនវាយកំទេចប្រើប្រាស់សម្រាប់វាកំទេចសមាសធាតុផ្សេងៗដែលយើងបានដុតមកកាត់ជាធ្យូងហើយណាពុកម៉ែបងប្អូនបាទបន្ទាប់ពីវាយសមាសធាតុទៅហើយពុកម៉ែបងប្អូនយើងយកមកចូលក្នុងម៉ាស៊ីនលាយសមាសធាតុពុកម៉ែបងប្អូនដោយសារតែធ្យូងរបស់យើងត្រូវការថែមសមាសធាតុផ្សេងៗឬមួយថែមសំណើមឲ្យវាដើម្បីងាយស្រួលក្នុងការសម្អិតហើយយកទៅអុកពុំពុកម៉ែបងប្អូនបាទបន្ទាប់ពីលាយចប់សពគ្រប់បានសំណើមឲ្យល្មមសមគួរហើយយើងយកមកដាក់ចូលក្នុងម៉ាស៊ីនសម្អិតពុកម៉ែបងប្អូនម៉ាស៊ីនសម្អិតគឺមានតួនាទីសម្អិតឬមួយក៏ធ្វើឲ្យសមាសធាតុនឹងណែនហាប់ដើម្បីឲ្យងាយស្រួលក្នុងការបោះពុម្ពនឹងឯងពុកម៉ែបងប្អូនបាទបន្ទាប់ពីសម្អិតរួចហើយពុកម៉ែបងប្អូនឥឡូវដល់វិធីសំខាន់ហើយគឺការជាន់ពុម្ពធ្យូងបាទម៉ាស៊ីនពុម្ពធ្យូងមានពីរប្រភេទទី1ម៉ាស៊ីនកាត់ពុម្ពធ្យូងដោយប្រើ sensor កាត់ទី2គឺម៉ាស៊ីននឹងឯងពុកម៉ែបងប្អូនគឺម៉ាស៊ីនជាន់ឬអុកពុម្ពធ្យូងដោយប្រើកម្លាំងសង្កត់ធ្ងន់រាប់រយគីឡូពុកម៉ែបងប្អូនអញ្ចឹងម៉ាស៊ីនជាន់ពុម្ពធ្យូងមានតួនាទីធ្វើធ្យូងហាប់ណែនតាន់ពុកម៉ែបងប្អូនហើយធ្វើដុំធ្យូងនោះចេញជារូបរាងតាមតម្រូវការរបស់យើងគ្រប់បែបយ៉ាងមិនថាវែងខ្លីតូចធំប៉ុណ្ណាក៏ដោយអាស្រ័យទៅលើតម្រូវការរបស់យើងពុកម៉ែបងប្អូនចង់បានក្បាច់អីគេបាទបន្ទាប់ពីអុកចេញពុម្ពដ៏ស្រស់ស្អាតហើយពុកម៉ែបងប្អូនយើងក៏យកមកតម្រៀបនៅលើកញ្ច្រែងដើម្បីត្រៀមចូលក្នុងឡដើម្បីសម្ងួតវាពុកម៉ែបងប្អូនហើយឡដែលយើងប្រើនេះគឺឡដុតសម្ងួតចំហាយក្តៅនឹងឯងពុកម៉ែបងប្អូនបាទបន្ទាប់ពីយកចេញពីឡហើយវាត្រជាក់ស្រួលនឹងចាប់ហើយពុកម៉ែបងប្អូនយើងក៏ចាប់ផ្ដើមវិចខ្ចប់គឺបែបនេះពុកម៉ែបងប្អូនមានការថ្លឹងគីឡូត្រឹមត្រូវមានការតម្រៀបយ៉ាងស្រស់ស្អាតហើយការ៉ុងក៏ស្រស់ស្អាតទីពុកម៉ែបងប្អូនអញ្ចឹងសម្រាប់បងប្អូនដែលចង់បើកសិប្បកម្មការផលិតធ្យូងដោយខ្លួនឯងលក្ខណៈគ្រួសារក្តីលក្ខណៈសហគមន៍ក្តីលក្ខណៈអាជីវកម្មខ្នាតធំក្តីក្រុមហ៊ុនយើងខ្ញុំមានទទួលកែច្នៃផលិតម៉ាស៊ីនគ្រប់ប្រភេទគ្រប់ទំហំតាមតម្រូវការរបស់បងប្អូនក្រៅពីនឹងយើងក៏មានជ្រើសរើសដៃគូចែកចាយធ្យូងអនាម័យជ្រើសរើសដៃគូកែច្នៃផលិតធ្យូងអនាម័យបន្ថែមគ្រប់25ខេត្តក្រុងពុកម៉ែបងប្អូនអាចទំនាក់ទំនងមកក្រុមហ៊ុនយើងបាន inbox ចូល page ផ្ទាល់ទំនាក់ទំនងតាមលេខទូរស័ព្ទឬគ្រប់ Telegram នៅខាងលើពុកម៉ែបងប្អូនប្រើប្រាស់ធ្យូងអនាម័យផ្ដល់នូវផាសុកភាពសុវត្ថិភាពនិងសន្សំសំចៃខ្ពស់ចូលរួមអភិវឌ្ឍនិងសហការដោយ